chẳng nằm ngày năng sầm đai nhầm tí bè hoa tỷ dạ cả lệ cầu thi bật nằm tiền cả lệ cầu thi cứ chỉ Araya Sarika chỉ bè Araya bậc cớ nòng sạc sạc được cớ tận đa phụ sa thì giảm đi chẳng lại chia tràn rồi ông nấng bè niên cả lệ cầu thi tê gì nấng niên dục tràn chiếm kê miền niệmประกอบថា cô thía ប៉ុន្តែដោយពើសម្បល់នឹងខ្មៅទៅហៅឈ្មោះជាប់នឹងពើសម្បល់ទៅថាកាលៈកោធាកាលៈប្រែថាខ្មៅចឹងហ្នឹងហើយកាលៈកោធាបត់គឺបត់របស់ព្រះនាងកាលៈកោធាទេវីហ្នឹងក្នុងទីនេះគឺព្រះផតិយៈព្រះផតិយៈមានសេចក្តីថាចម្រើនទាំងលោកតាំងតែមានការប្រសូតចាក់ផ្ទៃនៃព្រះមេត្តាមកក៏ប្រញាប់ថ្វាយព្រះនាមថាផតិយៈនឹងកម្ពូលលើទីខកទាំងឡាយក្នុងសាសនារបស់ព្រះសមណគោតមបរមគ្រូនៃយើងផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ដោយអាស្រ័យថាបុព្វចរិយាអភិនិហាឧបនិស្ស័យក្នុងកាលមុនរបស់លោកមានការប្រាថ្នានៅតំណែងក្នុងត្រកូលខ្ពង់ខ្ពស់នឹងជាករុណាគុណម្ចាស់ញាតិញោមបងប្អូនស្រីប្រុសទាំងអស់មួយអន្លេដោយលោកគ្រូបងសូមបាននៅសេចក្តីសុខក្នុងព្រះពុទ្ធសាសនាខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ប្រសើរឧត្តមឧត្តមពងខ្ពស់លើសលោកដោយសេចក្តីគោរពនិងសូមគោរពថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលជាព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភិយមានវត្តប្រតិបត្តិដោយល្អប្រពៃនិងញាតិញោមបងប្អូនប្រុសស្រីទាំងអស់ដែលបានមានចិត្តស្មោះស្ម័គ្រនៅក្នុងព្រះពុទ្ធសាសនានិមន្តអញ្ជើញមកស្ដាប់ធម៌ទេសនានិងការបង្ហាត់បង្រៀនរបស់លោកគ្រូបងខ្ញុំកណាគុំបាទសូមជ្រះថ្លាអនុមោទនានៅបុណ្យកុសលនានាសក្គ្រប់ប្រការដាក់ចង្ហាន់បណ្ឌបាតដល់ព្រះសង្ឃតាមមុខផ្ទះឬក៏កូនចៅប្រុសស្រីគោរពដឹងគុណមេត្តាបិតានិងសពគ្រប់កិច្ចការទាំងអស់ដែលជាកុសលកម្មខ្ញុំកណាខ្ញុំបាទសូមត្រេកអរអនុមោទនានិងប្រកេនបុណ្យកុសលដល់ព្រះគុណម្ចាស់និងចូលញាតិញោមបងប្អូនទាំងអស់គ្រប់គ្នាសូមអនុមោទនានៃបុណ្យកុសលអំពីខ្ញុំកតាខ្ញុំបានគ្រប់ព្រះអង្គគ្រប់គ្នាទាំងនៅក្នុងថ្ងៃនេះត្រូវជាថ្ងៃ15រោចខែអាសាឍយើងបានចូលវស្សាកន្លះខែហើយចឹងក្នុងខ្សែអត្ថមួយនឹងក្នុងថ្ងៃនេះនឹងសម្ដែងឯកតតិកៈរបស់វិខជាគម្រប់6ព្រះអង្គគឺរាប់អង្គទី1អំពីព្រះអញ្ញាចន្ទញ្ញៈដែលជាកម្ពូលលើវិខទាំងឡាយផ្នែកខាងរតញ្ញូគឺបានដឹងនៅគុណធម៌មុនវិខទាំងឡាយនិងបុស្សក៏មុនវិខទាំងឡាយទៀតចំណែកព្រះសិរីបុត្រដែលជាធម្មសេនាបតីកម្ពូលលើវិខទាំងឡាយផ្នែកខាងមានបញ្ញានិងព្រះមហាមោគលានកម្ពូលលើវិខទាំងឡាយផ្នែកខាងមានរិទ្ធបានបន្តមកឯកតតិកៈវិខទី4គឺព្រះមហាកស្សបៈថេរៈកម្ពូលលើវិខទាំងឡាយផ្នែកខាង
ត្រួតត្រងនៅធុតាំងកគុណនឹងរៀនប្រដៅនៅរឿងធុដំដែលជាធัวដ៏ខាត់នៅកិលេសនឹងចឹងទាំងហើយបានទី5ហ្នឹងវិខោដែលជាកម្ពុជាលើវិខោទាំងឡាយផ្នែកខាងទេពចក្ខុគឺព្រះអនុរុទ្ធចឹងក្នុងថ្ងៃហ្នឹងនឹងសម្ដែងអំពីព្រះផតិយៈកាលៈកោធាបទហ្នឹងទាំងកាលៈកោធាគឺជាអរិយសាវិកាជាព្រះអរិយបុគ្គលក្នុងសក្យតកុលបណ្ដាពួកសាធយានីទាំងឡាយជាច្រើនរយអង្គហ្នឹងព្រះនាងកាលៈកោធាទេវីហ្នឹងមានអាយុច្រើនជាងគេមាននាមប្រកបថាកោធាប៉ុន្តែដោយពលសម្បុរនឹងខ្មៅទៅហៅឈ្មោះភ្ជាប់នឹងពលសម្បុរទៅថាកាលៈកោធាកាលៈប្រែថាខ្មៅចឹងហ្នឹងហើយកាលៈកោធាបទគឺបទរបស់ព្រះនាងកាលៈកោធាទេវីហ្នឹងក្នុងទីនេះគឺព្រះផតិយៈព្រះផតិយៈមានសេចក្តីថាចម្រើនទាំងលោកតាំងតែមានការប្រសូតจากផ្ទៃនៃព្រះមេត្តាមកក៏ប្រញាប់ថ្វាយព្រះនាមថាផតិយៈនឹងកម្ពុជាលើទីខុសទាំងឡាយក្នុងសាសនារបស់ព្រះសមណគោតមបរមគ្រូនៃយើងផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់ដោយអាស្រ័យថាបព្វជរិយាអភិនិហាឧបនិស្ស័យក្នុងកាលមុនរបស់លោកមានការប្រាថ្នានៅតំណែងក្នុងត្រកូលខ្ពង់ខ្ពស់ហ្នឹងហើយចំណែកព្រះមេត្តារបស់លោកកាលៈកោធាទេវីហ្នឹងក៏មានវ័យចំណាស់ជាងគេទាំងអស់ក្នុងបរ្សាទយានីចឹងការរៀបរាប់ប្រវត្តិរឿងរ៉ាវរបស់លោកចាប់ផ្ដើមតាំងតែពីព្រះសម្មាសម្ពុទ្ធបឋមត្តរៈនឹងដែលលោកបងគ្រូបានរៀបរាប់ប្រវត្តិនៃពុទ្ធវង្សគឺវង្សនៃព្រះសម្មាសម្ពុទ្ធដំណើរតមកពីរោះហើយគូឲ្យប្រកាសណាគុណម្ចាស់ញាតិញោមនឹងសង្វេគថាកម្រមានព្រះសម្មាសម្ពុទ្ធបានត្រាស់រហូតតទៅអនាគតនឹងយ៉ាងណាដែលផុតអំពីព្រះសិអាមេត្រីផែនដីនឹងពីនេះដោយត្រូវភ្លើងឆេះទៅមិនងាយអីដើម្បីនឹងថាជួបព្រះសម្មាសម្ពុទ្ធអង្គណានឹងរហូតដល់ទៅមួយអសង្ខ័យផែនដីដូច្នេះនៅក្នុងសេចក្តីនេះគឺកណ្ណាគុណចាស់ញាតិញោមក៏អាចដើម្បីមានសេចក្តីគ្មានខ្មៃជាយាមប្រព្រឹត្តនៅព្រះមច្ចរិយធម៌ដើម្បីធ្វើនៅទីបំផុតទុក្ខឲ្យបានឆាប់ក្នុងការជាអនាគតទៅតាមកម្លាំងនៃឧបនិស្ស័យនិងសេចក្តីជាយាមបំពេញបុណ្យបារមីដើម្បីឆ្លងពីភព3ដែលពោពេញទៅដោយសេចក្តីទុក្ខរាប់ត្រឡប់អំពីផលតិកៈនឹងទៅមួយសែនមហាកម្មហ្នឹងព្រះសម្មាសម្ពុទ្ធបឋមត្តរៈដែលព្រះអង្គទ្រង់ប្រសើរទៅដោយព្រះបាទដែលមានផ្កាឈូកទ្រនឹងឯងក្នុងការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះធម៌នៅក្នុងនគរហង្សវតីលោកសិទ្ធិម្នាក់ហ្នឹងក៏បានស្ដាប់ព្រះធម៌ជ្រះថ្លានឹងព្រះអង្គរួចហើយក៏មានសេចក្តីពេញចិត្តនឹងការស្ថាបនាតែងតាំងតំណែងដល់ភិក្ខុមួយអង្គដែលជាកម្ពុជាលើភិក្ខុទាំងឡាយផ្នែកខាងមានត្រកូលខ្ពង់ខ្ពស់
គឺជាតំណែងមួយដ៏ធំបន្តអំពីព្រះសម្មាសម្ពុទ្ធឬថាលើកតែព្រះសម្មាសម្ពុទ្ធមួយអង្គចេញភិក្ខុនឹងកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានត្រកូលពងពោះហើយបានចេញមកបួសជាភិក្ខុនឹងចឹងពេញចិត្តណាស់លោកសិទ្ធិនឹងក៏ពេញចិត្តនឹងតំណែងនឹងឧបនិស្ស័យអធិស្រ័យពីមុននឹងសពតែធ្លាប់មានទៀតមិនមែនមិនធ្លាប់ទេបើថាខុសឧបនិស្ស័យមិនចង់ដែរមិនចង់តំណែងនឹងដែរដល់ត្រូវឧបនិស្ស័យមកដែលធ្លាប់តែបំពេញនៅកិច្ចកម្មផ្សេងដែលតេតងនៅក្នុងរឿងតកូលពងពោះហ្នឹងវាត្រូវកន្លែងហ្នឹងអញ្ចឹងទៅក៏ជ្រះថ្លាទូលអារាធនាព្រះសម្មាសម្ពុទ្ធមួយអន្លើដោយទីកុសង្ឃទទួលផាត់នៅក្នុងផ្ទះរបស់គាត់អស់រយៈកាល7ថ្ងៃដើម្បីកសាងនៅតំណែងហ្នឹងហើយក៏បានសច្ចាធិដ្ឋានប្រកាសបដិញ្ញាចំពោះព្រះភ័ក្ត្រដ៏ថ្លៃថ្លានៃព្រះសម្មាសម្ពុទ្ធបតមុត្តរៈដោយសេចក្តីថាខ្ញុំម្ចាស់ដែលបានបំពេញនៅមហាទានហ្នឹងអត់មានប្រាថ្នាសម្បត្តិមនុស្សទេវតាប្រអិនប្រព្រំណាឡើយគឺខ្ញុំម្ចាស់មានសេចក្តីជ្រះថ្លានឹងព្រះថេរៈមួយអង្គដែលមានតំណែងពងខ្ពស់លើភិក្ខុទាំងឡាយក្នុងរឿងត្រកូលពងខ្ពស់សូមឲ្យខ្ញុំម្ចាស់បានក្នុងសាសនាព្រះសម្មាសម្ពុទ្ធនាអនាគតកាលព្រះពុទ្ធអង្គទ្រង់ជ្រាបដោយញាណរបស់ព្រះអង្គក្នុងរឿងអនាគតសពគ្រប់មិនមានចន្លោះក្នុងពេលនោះទ្រង់ក៏ព្យាករចំពោះលោកសិទ្ធិនឹងផងមួយអន្លើដោយពុទ្ធបរិស័ទមានភិក្ខុប្រមាណ100,000អង្គនឹងដល់សេចក្តីថាអ្នកទាំងឡាយចាំស្ដាប់កថាគិតជាកោអនាគតរបស់លោកសិទ្ធិនេះម្លេះតទៅគាត់នឹងបានជាទេវរាជ74ដងនៅស្ដេចលើទេវតាទាំង74ដងហើយជាស្ដេចសោយរាជនៅក្នុងឋានមនុស្ស1000ដងហើយនឹងជាស្ដេចចក្រពត្តិគ្រប់គ្រងលើទ្វីបទាំង4ហ្នឹង51ដងនឹងមានភាពជាធំក្នុងតកូលពងពោះសូម្បីមនុស្សឬទេវតាហើយក្នុងសាសនាព្រះសមណគោតមរាប់អំពីនេះទៅ100,000មហាកព្រានោះនឹងបានជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងមានត្រកូលពងពោះនឹងលោកស្ដាប់ឮចឹងទៅពីរោះណាស់សំទៅតាមអធិស្រ័យចំណងចំណូលចូលចិត្តរបស់គាត់ណាទាំងលោកសិទ្ធិហ្នឹងគាត់បានកសាងនៅបង្កសាលជុំវិញតំណែងរបស់គាត់ហ្នឹងដែលជាបរិកម្មនាំឲ្យបានក្នុងតកូលពងខ្ពស់ហ្នឹងគឺគាត់បានកសាងនៅធម្មាសនៈក្រេប្រធัวទាំងដែលសម្រាប់លោកសម្ដែងធัวហ្នឹងពីចិត្តទៅដោយមាសហើយកំរាលដែលក្រាលល្អល្អះនៅលើធម្មាសនៈហ្នឹងសំនឹងក្រេដែលជាមាសមិនត្រឹមតែប៉ុណ្ណោះលោកបានកសាងនៅផ្លិតដ៏ល្អសម្រាប់ព្រះធម្មកថាសម្ដែងព្រះធម៌ហើយនឹងទំនុកបំរុងដល់ធម្មកថាសម្ដែងព្រះធម៌ផងកសាងនៅរោងអបោសថផងនេះគឺជាបរិកម្មគឺអំពើជំវិញតំណែងរបស់គាត់ទាំងព្រោះថាឧបនិស្ស័យដែលគាត់ធ្លាប់បំពេញមកគឺគាត់បានធ្វើនៅអបច្ច័យណៈដ៏ច្រើនមិនចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃឬចំពោះមេដាបិតាចាស់ព្រឹទ្ធាចារ្យណាទេគឺអបច្ច័យណៈនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងហើយថា
ជាហេតុដែលនាំឲ្យបានទៅកម្មសុគតិភពនឹងតាំងនៅក្នុងតំណែងខ្ពង់ខ្ពស់សំបីកើតមកជាមនុស្សគឺត្រូវតែមនុស្សក្នុងត្រកូលដ៏ខ្ពង់ខ្ពស់ប្រកហេតុតែមានបុណ្យគឺអបច្ច័យណៈជាហេតុជាឫសគល់អបច្ច័យណៈប្រែថាការគោរពការឲ្យលំទោនការឲ្យអាសនៈយ៉ាងណាគឺសុទ្ធតែជាការឲ្យនៅភាពខ្ពង់ខ្ពស់ប្រសើរថ្លៃថ្លាដល់អ្នកដទៃដោយសេចក្តីនៃអបច្ច័យណៈនឹងសន្សំពូជខ្ពង់ខ្ពស់ពូជប្រសើរថ្លៃថ្លាឧបនិស្ស័យធ្លាប់សន្សំរាប់ជាតិជាអនេកមកហើយសំបីក្នុងការដែលបានជ្រាបដឹងថានឹងបាននៅតំណែងដែលកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានត្រកូលពងពោះនឹងលោកក៏ប្រឹងបំពេញនៅកិច្ចការងារនឹងចឹងទៀតដែលប្រឹងបំពេញនឹងក៏ត្រូវមានឧបនិស្ស័យអំពីអតីតមកផងក្រោយអំពីអស់ជីវិតទៅបដិសន្ធិក្នុងសុគតិភពទេវលោកនិងមនុស្សលោកដោយឡែកការដែលបានបំពេញនៅបញ្ញកម្មទាំងឡាយផ្សេងបានជាទេវរាជបានជាស្ដេចលើផែនដីនិងស្ដេចចក្រពត្រាធិរាជសូម្បីមិនជាស្ដេចនៅក្នុងមនុស្សនិងទេវតាក៏កើតនៅក្នុងតកូលពងខ្ពស់ដោយសារតែការដែលបានរៀបចំនៅគ្រឿងដែលសម្រាប់លើកដំកើងដល់ព្រះរតនត្រ័យជាដើមទាំងដូចជាធម្មាសនៈអីនេះគឺជាការលើកតម្កើងព្រះធម៌ដែលព្រះធម៌សំបីតែព្រះសម្មាសម្ពុទ្ធក៏ទ្រង់គោរពនៅព្រះធម៌ដែរសំបីមានភិក្ខុដតីណាសម្ដែងធម៌ក៏ទ្រង់ព្រះសន្ធិដ្ឋឈរស្ដាប់ព្រះធម៌នៃសាវកសម្ដែងឬក៏ព្រះអង្គទ្រង់គោរពនៅព្រះធម៌ដោយអនេកបរិយាយនឹងអញ្ចឹងដូច្នេះការលើកតម្កើងព្រះធម៌ជាដើមគឺបានសម្រេចដល់លោកជាថេរនឹងដែលនឹងត្រូវសោយសេចក្តីសុខក្នុងភពនៅក្នុងចន្លោះនៃព្រះសាសនាកស្សបៈទស្សពលនិងព្រះបរមគ្រូនៃយើងគាត់ក៏បានកើតជាអ្នកស្រុកស្ដំហើយបានទំនុកបំរុងឧបត្ថម្ភដល់ព្រះវិជ័យកពុទ្ធច្រើនព្រះអង្គទាំងដែលនិមន្តអំពីដែនដីនៃព្រៃហែនទានបណ្ឌបាតហើយទ្រង់ឆាន់នៅទីកន្លែងមួយគឺតាមមាត់ស្ទឹងគង្គាដែលស្ទឹងគង្គានឹងនៅមិនឆ្ងាយពីក្រុងពារាណសីចឹងមានទីកន្លែងដែលព្រះវិជ័យកពុទ្ធតែងតែនិមន្តឆាន់នៅផតតាហាជានិច្ចកាលហ្នឹងលោកសេដ្ឋីនឹងគាត់បានរៀបចំទីកន្លែងសម្រាប់ព្រះវិជ័យកពុទ្ធទទួលចង្ហាន់ហ្នឹងដោយការរៀបតម្កល់នៅថ្មបោះសម្អាតថ្មជាទីកន្លែងឲ្យល្អឲ្យប្រសើរឡើងសម្រាប់ព្រះវិជ័យកពុទ្ធទទួលផតនេះស្រាប់តែជាឧបនិស្ស័យដែលលោកផ្លាប់បំពេញបុណ្យបារមីយ៉ាងនឹងរបៀបអញ្ចឹងទាំងដោយអបច្ច័យនគុណនឹងលោកក៏បានទៅកម្មសុគតិភពរៀបដល់ប្រវត្តិខ្លីគ្រាន់តែឲ្យន័យថាបុព្វចរិយារបស់លោកគឺដោយច្រើននៅក្នុងរឿងអបច្ច័យនៈនឹងគឺជាហេតុមួយជាបរិកម្មនៅក្នុងតកូលពងខ្ពស់នឹងអញ្ចឹងទៅតាមអត្ថកថាដែលលោកបានសម្ដែងអំពីឯកតតិរបស់ព្រះផតយៈកលកោធាទេវីហ្នឹងមុននឹងបានចូលមកដល់ការដែលបានបច្ឆិមភពដែលជាតិចុងក្រោយហ្នឹងណាទៀតបានតំណែងជាព្រះរាជា500ជាតិចប់តគ្នាមិនដាច់ទៀតនឹងខុសអំពីព្រះសិរីបុត្រជាដើមដែលលោកមុននឹងបានដល់នៅជាតិចុងក្រោយលោកបានបួស500ជាតិចប់តគ្នាអត់ដាច់ដែរហ្នឹងអញ្ចឹងដែលព្រឹកទៅនៅក្នុងរឿងបញ្ញាដែលជានៃខមៈបញ្ញារបស់លោកដែលជាបរិកម្មដែលនាំឲ្យលោកកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានបញ្ញាហើយចំណែកព្រះផតយៈហ្នឹងមុននឹងបានដល់ជាតិចុងក្រោយហ្នឹងបានជាស្ដេចផែនដី500ជាតិចប់តគ្នាណាទៀត
nên chẳng đời này ấy đời này thá ca để bỏ cầm bỏ lột nâng từประตูក្នុងអបច្ច័យណៈនឹងដូច្នេះជីវិតរបស់មនុស្សលោកយើងព្រមទៅទេវលោកគឺប្រព្រឹត្តទៅតាមកម្មដែលកម្មនឹងក៏សំទៅតាមឧបនិស្ស័យទម្លាប់ក្នុងកិច្ចការងារដែលត្រូវធ្វើនឹងផងដែរចឹងនៅពេលដែលព្រះផត្តយៈប្រសូតមករស់នៅក្នុងសក្យត្រកូលហើយបានទទួលនៅមរតកដោយរាជសម្បត្តិក្នុងសក្យត្រកូលនឹងហើយជាសម្លាញ់ចិត្តស្និទ្ធនឹងព្រះអនុរុទ្ធបានសម្ដែងហើយទៀតដែលចេញបួសទៅជាមួយនឹងព្រះអនុរុទ្ធព្រះអនន្តជាដើមនឹងហើយពុស្ដារៀបរាប់អំពីប្រវត្តិរបស់សក្យបព្វជិនឹងក៏មាននៅក្នុងវិន័យខណ្ឌកៈនឹងមានសង្ឃភេទខណ្ឌកៈទាំងរឿងខណ្ឌកៈសម្ដែងអំពីភិក្ខុទេវទត្ត8សង្ឃហ្នឹងនឹងក៏មានរៀបរាប់អំពីប្រវត្តិសក្យ6អង្គបព្វជិយ៉ាងណាយ៉ាងណាអញ្ចឹងខ្ញុំបកណាសម្បត្តិនឹងសម្ដែងប្រវត្តិខ្លីៗហ្នឹងប្រមូលសេចក្តីសំខាន់តាំងតែអំពីគម្ពីរអបទានគម្ពីរឧទានគម្ពីរអង្គត្រនិកាយឯកតកៈបាលីហើយនឹងគម្ពីរសង្ឃភេទខណ្ឌកៈទាំងជួយព្រះវិន័យ3ដកហើយមួយអន្លើដោយអត្ថកថាដូច្នេះគិតសពគ្រប់ទៅក៏ចាត់ថាជាខប់វាសនាល្អរបស់យើងកណាគុណម្ចាស់ទាំងនឹងនៅបងគ្រូក៏មានបត្រៃ3ដកអត្ថកថាជាប់សពគ្រប់នឹងហើយកណាគុណម្ចាស់ញាតិញោមនឹងក៏អាចតំដែងបានស្ដាប់បានសិក្សានៅធម៌ដែលមិនធ្លាប់បានស្ដាប់ធម៌ដែលមិនធ្លាប់បានឮបានស្ដាប់បានឮចឹងគួរឲ្យព្រឺព្រួយត្រេកអររីករាយណាស់មិនគួរឲ្យខានមិនគួរឲ្យរំលងឡើយហើយតែឱកាសពេលវេលាមានទៀតហ្នឹងហើយកណាគុណម្ចាស់ញាតិញោមបងប្អូនបានស្ដាប់ព្រះធម៌អញ្ចឹងទៅគឺជាឧបនិស្ស័យក្នុងការចម្រើននៅបញ្ញាព្រោះថាអ្នកដែលឲ្យព្រះធម៌ជាទៀតនឹងឈ្មោះថាឲ្យនៅបញ្ញាភ្នែកគឺបញ្ញាដើម្បីឃើញនៅសច្ចធម៌នឹងដូចជាប្រវត្តិរឿងរ៉ាវបន្តិចបន្តទៅទៀតចំពោះព្រះផត្តយៈដែលបានអស់អាសវៈកិលេសនៅក្នុងព្រះវស្សាដែលបានបួសនឹងចឹងទៅលោកនៅក្នុងទីព្រៃទៀតទីព្រៃដោយការថាលោកក៏សមាធិនៅធុដកទាំង13ហ្នឹងប៉ុន្តែថាមិនកំពូលលើភិក្ខុទាំងឡាយផ្នែកខាងទ្រទ្រង់នៅធុដកឯងព្រះមហាកាសបៈទេតែលោកក៏សមាធិនៅធុដកដែរហើយលោកក៏នៅក្នុងព្រៃនៅគល់ឈើនៅក្នុងផ្ទះស្ងាត់ចឹងទៅក្នុងវស្សានឹងលោកអស់អាសវៈកិលេសហើយស្រាប់តែព្រះផត្តយៈនឹងលោកចេះតែឧទានឡើងខ្លីៗតែឧទានរបស់លោកនឹងថាសុខណាស់ណោសុខណាស់ណោអញ្ចឹងនៅស្ងាត់តែលោកក៏ឧទានអញ្ចឹងនៅនឹងសក្ព្រមចារីគឺភិក្ខុផងគ្នាអីហ្នឹងក៏ឧទានអញ្ចឹងហើយអញ្ចឹងទៅភិក្ខុមួយចំនួនធំដែលមិនបានដឹងសេចក្តីពិតរបស់លោកហ្នឹងមើលទៅជាមានការប្រជុំគ្នាពិភាក្សាទៅថាព្រះផត្តយៈនេះមុខតែអបសុខក្នុងការប្រព្រឹត្តព្រះមច្ចរិយធម៌ហើយគឺអបសុខដែលមកបួសហើយតាមរឿងរ៉ាវហ្នឹងព្រះអនុរុទ្ធចេះតែបបួលមកផងហើយដល់មកបួសទៅនឹងនឹកឃើញរាជសម្បត្តិនឹងសក្យប្រកូលនឹងដែលធ្លាប់តែសោយនៅសេរីសម្បត្តិជាសុខដោយកាមគុណនឹងចឹងទៅឥឡូវមកនៅតែឯងក្នុងព្រៃឆាន់អីហ្នឹងគឺថាមានច្បាប់មានទម្លាប់មានពេលលំបាកដោយក្តៅត្រជាក់នឹងចឹងទៅលោកនឹងនឹកឃើញដល់សេចក្តីសុខក្នុងរាជសម្បត្តិចឹងទៅចេះតែឆ្លាត់មាត់ឧទានថាសុខណាស់ណសុខណាស់ណហ្នឹងសំដៅទៅលើសុខក្នុងកាមគុណនឹងហើយអញ្ចឹង
mình ngặt tầm năng nắng có bán chia đào pre đào miền bờ phi vì thọ nên tết tu krap tu và ông chẳng tới pre đào miền phi trong miền bờ Puerto đào vì thọ mì ru ai lâu nị muốn từ hai bờ Puerto vì thọ năng máu trong xã xua thả mà nè Puerto ban lưu thả nhẹ nơi cái nông tây chơi cái đây quơ chơi cái đây chết ngặt cái đây tay tự nhiên ưu tiên là thả sọc nát no được cho này bật mềm rứa rồi phát thì dạng krap tu cái tự nhiên được hiện tha bọc bật vào đòi chầm ra bật được cho nó mềm hai cái tự nhiên kia tròn trong trạc thả mà nè phát thì dạng nè ở sai hai đôi mà đây tên nè ưu tiên đòi về trà dạng nế ban bệ phật thì vậy có miền bệ thế ra đây cả krap tu bệ là miền phiệt hà bỏ tích bệ ông đòi chìm ra cao để nhom bệ ông nơi trục krong rê về sầm bát tôi chỉ nơi khung bệ rê chụp răng cả đây nơi khẳng cày bệ rê chụp răng cả đây nơi khung nổ cua cả đây nơi cày nổ cua cả đây nơi khung chuồn ở bọt cả đây nơi cày chuồn ở bọt cả đây nó có tay niên tụ rê chụp vào hai khom om tầm na hay nằng cà phê giang mặt giáp cho tìm phật bàn tay tôi chỉ giang đi cọ đôi cọ nhom vào ông mày chắc nơi tự nhiên cà phê cà khai tọt lọt từ rồng từ sợi bay chỉ địch sọc ca bàn tay lấy ní để nhom mày chắc ban một căn nuôi của tôi mày chắc dạ thua nằm sụp nạp vào ông tôi chỉ nhom vào ông nơi nông pri ngặt tầm này anh cái đây nơi đằng quơ chơi cái đây nơi đằng kia thì na rồi nạt đợt ngặt cái đây mình miền bờ đó chỉ cùng rục pi rư bờ quơ na này đầm bay cục kron thay ở xa nhom vợ ông mình chắc giang ná tay thật nhom vợ ông mình chắc mình ban phi khai mình ban tọt lấp pri rong pri bảy lại hay nhom mình chắc liên từ cái đây khó khai tịnh chân chỉ vết rồi nơi đời xa lẹ đời tây miền chất của Phật tây đôi chìm mà đất rồi hai từ cho này ban chỉ nhầm vào mình chắc ô sở xa ra mày chạy rồi hiện thua đây của Phật tây đôi vị về nâng thì cái đây sọc nông sa mà ban thả sọc nạt nó được cho này bảo Phật vào ông đã chìm ra chẳng thì cái đây đang ban trở ông trong tra sở xa chịu tiền đó bệ phật thì vậy để ca sơ sai rồi bác ông nâng anh chạy tôm nâng bọc cười để ở kiện này nâng miền từ cái đây ngọc mình chọc chừng tệ nâng phục tơi nâng phục thông và các rona quân cha nhật nhôm bằng ổn thì pro tiền từ cái đây sống từ lung từ liề nè cứ chia từ cái đây sọc đỏ thùng đại miền từ ta mới lùm đập này bằng nhà để phục rất để mà chạm ra thô đầy lấy khi cái đây sọc nông cam mà quân cả na quân này chặt tiền nông ca để quân cha hiện nhiều bàn sẽ đập nơi preo và này pre sợi bật chấm po pre nở rớt cần long màu nắng xuống đây để pre nở rớt bàn nấp kết hạt mà anh nên chấp bị chặt họ hành giang tiết không prang prang chia chiêm dạng na có mình ban ruột thoát chả sự vẽ kỳ lẽ tôi chỉ dạng ní có presseray bật cùng ban ao nấp kết đầm bay prete đòi ác cửa so từ đòi miền nè đòi ốt thì chặt đòi cốc phải chặt đòi caประกัน luôn thả chỉ nè miền chấp bị chặt họ đòi thiệp riêng mi không chỉ đây chia chiêm rồi bật luôn hay nè cái ai sẽ đai cái pro thì mình sự vẽ đó presseray bật miền ao va thả ao lẹ băng nở thua chả có so đây phải rút từ lơ sang tha rồi thua nó này đôi chỉ tiếp phải chặt họ ấy nâng kia sang tha rồi thua tiền té còn đây bằng ao chất từ cam om mà tạ thua cứ pre đi tuyên để phật chả sang khangนี่เอาว่าคือព្រះកម្មដ្ឋានរបស់ព្រះធម្មសេនាបតីសិរីបុត្រចំពោះព្រះអនុរុទ្ធទៀតដែលព្រះអនុរុទ្ធមានឧបនិស្ស័យអាចនឹងអស់អាសវៈកិលេសអាស្រ័យការប្រទានមហាបរិស័កវិតកៈគម្រប់8ដោយព្រះរាមាប្រភេទហ្នឹងចឹងកន្លងមកហ្នឹងយ៉ាងណាប្រាថ្នាគុណម្ចាស់គួរតែផ្សារភ្ជាប់នៅ
អវាទរបស់ព្រះសិរីបុត្រជាដើមនឹងហើយនឹងរឿងរ៉ាវរបស់ព្រះផតតិយៈទាំងដែលលោកបានសក់នឹងលោកបានបង្អោនចិត្តចេញចាកសង្ខារធម៌ទៅកម្មព្រះនិព្វានដោយអំណាចវិបស្សនាញាណចូលកម្មផលសមាបត្តិដែលមានព្រះនិព្វានជាអារម្មណ៍ហើយនឹងសេចក្តីសុខក្នុងវិវេកដោយកាយវិវេកដោយចិត្តវិវេកហើយនឹងឧបធិវិវេកនឹងអញ្ចឹងដែលលោកថាសុខណាស់ណសុខណាស់ណណាទាំងកណាតគុណម្ចាស់ទាំងការដែលកណាតគុណម្ចាស់ដាក់ប្រតិញាតិញោមនឹកគិតទៅដល់រឿងអ្វីក្នុងលោកក៏មិនគួរឲ្យមានការរីករាយកក់ក្ដៅតាមផ្លូវចិត្តក្នុងសត្វបុគ្គលណាឬក៏វត្ថុណាឬក៏រឿងរ៉ាវអ្វីទៀតដោយសេចក្តីថាឧបនិស្ស័យនៃបញ្ញាមានការនឿយណាយចាកសង្ខារធម៌ចាកមនុស្សសត្វវត្ថុនិងរឿងរ៉ាវហើយក៏បង្អោនចិត្តចាកសង្ខារធម៌ទាំងឡាយទាំងពួងហ្នឹងនឹងចេញចាកអំពីសង្ខារដែលជាការបង្អោនចិត្តទៅកាន់ព្រះនិព្វានដែលប្រសិជ្ជៈសង្ខារធម៌ទាំងពួងដែលជាបរមសុខដែលជាបរមសុខកក់ក្ដៅតាមផ្លូវចិត្តទាំងហ្នឹងកណាគុណម្ចាស់ញាតិញោមបងប្អូនដែលជាពុទ្ធបរិស័ទទាំងអាចអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនារលឹកសិក្សានៅសភាវៈធម៌ដែលបានកើតឡើងព្រោះហេតុបច្ច័យដែលកំពុងប្រកបនឹងមានការនឹករលឹកសពការមានការសិក្សាសង្កេតពិនិត្យជាប្រកអដីរឿយទៅមិនឃើញថាមានទាំងប្រកាសណាគុណម្ចាស់ញាតិញោមបងប្អូនស្រីប្រុសទៀតណានឹងប្រកាសណាគុណម្ចាស់អប់រំស្ថិតឋានវិបស្សនាសិក្សាសុភាវៈធម៌រឿយដែលកើតឡើងព្រោះហេតុបច្ច័យដែលកំពុងប្រកបទៅនឹងអាចនឹងជ្រាបដឹងថាអត់មានចំណុចណាដែលថាគួរឲ្យមានសេចក្តីកក់ក្ដៅតាមផ្លូវចិត្តទោះជាគំនិតដែលនឹកគិតជាធម្មតាដែលមានឧបនិស្ស័យអំពីវិបស្សនាមកហ្នឹងនឹកគិតទៅលើបុគ្គលណាទោះជាស្លាប់សប្បាយរីករាយយ៉ាងណាប៉ុន្តែថាឲ្យយកបុគ្គលហ្នឹងជាទីពឹងគឺរកមិនឃើញឡើយមិនកក់ក្ដៅឡើយមិនចប់ទុកឡើយក្នុងបុគ្គលហ្នឹងហើយនឹងគិតថានឹងធ្វើដំណើរទៅទីណាឋានណាកន្លែងណាក្នុងโลกនេះដែលឆ្លប់ទៅឆ្លប់សប្បាយឆ្លប់រីករាយនោះនឹងឲ្យឃើញតែទីកន្លែងហ្នឹងបានសុខបានស្ងប់មិនរវល់មិនរំខានគឺមិនមានឡើយនឹងចឹងហើយនឹងគិតថាវត្ថុនេះសម្ភារៈនោះនឹងបានជាទីពឹងជាទីផ្សេងសប្បាយក៏មិនឃើញមានវត្ថុឯណាសម្ភារៈឯណាដើម្បីនឹងថាជាទីពឹងកក់ក្ដៅផ្សេងតាមផ្លូវចិត្តនឹងថាប្រព្រឹត្តទៅដោយដំណើរដើរហើរសម្រាប់អេរយាប័ត4នឹងទៅកម្មទីណាកន្លែងណាក៏មិនឃើញថានឹងឲ្យរួចផុតអំពីការរវល់ការលំបាកការនឿយការហត់ហើយនឹងសេចក្តីទុក្ខចឹងរឿងហ្នឹងប្រកាសណាប្រគុណម្ចាស់អាចដើម្បីបានការពឹងព្រះធម៌ទាំងដែលព្រះធម៌នាំប្រកាសណាប្រគុណម្ចាស់ញាតិញោមចេញចាកអំពីសង្ខារកាលដែលបង្អោនចិត្តចេញចាកអំពីសង្ខារទៅប្រកាសណាប្រគុណម្ចាស់ញាតិញោមបានជ្រាបថាអេតាំងទីតាំងទាំងគ្រានោះឯងគឺជាទីពឹងអេតាំងសន្តាំងគឺថានោះស្ងប់ពិតអេតាំងបណៃតាំងគឺថានោះឯងប្រណិតពិតជាទីកន្លែងដែលមិនមានសេចក្តីអាល័យជាទីកន្លែងដែលមិនមាននៅការស្រេកឃ្លានកាត់ផ្ដាច់នៅវត្តដាក់ប្រសិជ្ជៈនៅតណ្ហាប្រសិជ្ជៈរំរែករំលត់នៅសេចក្តីទុក្ខគឺព្រះនិព្វានហ្នឹងមានតែការបង្អោនចិត្តចេញចាកអំពីសង្ខារទេដែលអាចធ្វើឲ្យកណ្ណាប្រគុណម្ចាស់នឹងបានជ្រាបបានដឹងថាជាទីពឹងជាទីផ្សេងផ្សានផុតចាកទុក្ខផុតចាកភ័យផុតចាកការរំខានផុតចាកការរវល់ហ្នឹងចឹងទាំងកណ្ណាប្រគុណម្ចាស់ជ្រាបមើលចោះពិចារណាមើលទៅសត្វគ្រប់ប្រការសត្វគ្រប់ផ្លូវក្នុងโลกនេះមានទីកន្លែងណាដែលថាកណ្ណាប្រគុណម្ចាស់នឹងឯងអាចដើម្បីស្ងប់អាចដើម្បីរួចផុតពីសេចក្តីទុក្ខរួចផុតពីការរវល់បានទាំងនឹកមើលទៅមើលបុគ្គលដើម្បីនឹងថាគួរឲ្យយើងខ្សែមសាមតាមផ្លូវចិត្តមានបុគ្គលណាទេ
ដើម្បីតែកុំឲ្យរវល់នឹងបុគ្គលនឹងកុំឲ្យមានការរំខាននឹងបុគ្គលនឹងកុំឲ្យពិបាកគិតក្នុងបុគ្គលនឹងមានទេហើយទីកន្លែងដែលត្រូវតែទៅឲ្យសុបាយក្នុងលោកនឹងទីកន្លែងណាដើម្បីថាស្ងប់ស្ងាត់ចាការឃើញការឮការនិយាយការក្តីផុតចាកអំពីកំហុសការខុសការភ្លៀងផ្លត់ផុតចាកអំពីកម្មពីវិរិយទុកទោសគ្រោះថ្នាក់មានទេទីកន្លែងក្នុងលោកនឹងអញ្ចឹងទេហើយវត្ថុសម្ភារៈអីថាបានមកហើយដើម្បីនឹងថាឈប់រវល់បានមកហើយគឺថាមិនខ្វាយមិនខ្វល់បានមកហើយនឹងភឹងប្រកបវិជាតាមផ្លូវចិត្តមានទេដូច្នេះសតិប្បដ្ឋានវិបស្សនាដែលព្រះធម៌ជាទីពឹងនៃប្រកាសណាប្រគុណម្ចាស់នឹងណាទានដែលអាចនាំប្រកាសណាប្រគុណម្ចាស់ចេញចាកពីសង្ខារទៅកាន់បរមសុខគឺព្រះនិព្វានដែលផុតចាកទុក្ខប្រតិចាកនៅសង្ខារធម៌ទាំងពួងនឹងទាំងដែលស្ងប់ពិតដែលប្រណិតពិតហើយជាទីពឹងនឹងប្រកាសណាប្រគុណម្ចាស់មិនរវល់ប្រកាសណាប្រគុណម្ចាស់ញាតិញោមនឹងឯងមិនភ្លាំងមិនផ្លត់មិនមានកំហុសក្នុងទីពឹងគឺព្រះនិព្វាននឹងមិនមានអ្នកណាស្ដីថាមិនមានសេចក្តីទុក្ខលំបាកក្នុងការដោះស្រាយបញ្ហាជីវិតមិនមានការស្រេកឃ្លានមិនមានសេចក្តីខ្វះខាតដើម្បីត្រូវការដើម្បីប្រាថ្នាមិននឿយមិនហត់មិនឈឺមិនទុក្ខមិនលំបាកទាំងតាមផ្លូវកាយទាំងតាមផ្លូវចិត្តនឹងប្រកាសណាប្រគុណម្ចាស់ដែលអាចដើម្បីដាក់ចិត្តបានក្នុងព្រះនិព្វានព្រោះថាសតិប្បដ្ឋានវិបស្សនាបងអោននៅបតិចិត្តគុណចាស់ញាតិញោមនឹងឯងចេញចាកអំពីសង្ខារនឹងនៅក្នុងការអប់រំសតិប្បដ្ឋានវិបស្សនាទៀតដោយកណ្ដាលគុណម្ចាស់នឹងមិនខ្វាយមិនខ្វល់មិនរវល់នៅសម្បត្តិក្នុងលោកនេះហើយអាចទាំងកាត់បន្ថយទៅតាមលំដាប់នៃបញ្ញាព្រោះធម្មតាមិនមែនការបង្អោនទៅជាប់ជានិច្ចជាកាលទេដោយកម្លាំងនៃវិបស្សនាដែលកើតមានតែប៉ុណ្ណោះប៉ុន្តែជាធម្មតាការដែលមានចិត្តប្រតិក្នុងលោកនេះក៏រមែងមានឧបនិស្ស័យនៃសតិប្បដ្ឋានវិបស្សនាដែលលះការឃើញខុសលះការយល់ខុសជាដើមហ្នឹងក៏រមែងមានការមិនជាប់ជំពាក់ខ្លាំងពេកមិនហួងហែងពេកមិនកំណាញ់មិនច្រណែនចំពោះសត្វបុគ្គលណាអញ្ចឹងអាចដើម្បីថាសូម្បីមិនមានអ្វីក្នុងលោកនេះក៏មិនភ័យខ្លាចក៏មិនតក់ស្លុតព្រោះអាត្មាអញមានព្រះនិព្វានដែលផុតចាកសង្ខារជាទីពឹងអញ្ចឹងណាទៀតសូម្បីនឹងថាទ្រព្យសម្បត្តិនឹងច្រើនប៉ុណ្ណាដែលកើតមកអំពីបុណ្យឬថានឹងត្រូវវិនិច្ឆ័យទៅយ៉ាងណាដោយសង្ខារធម៌មិនទៀងប្រត់ប្រាស់កូនចៅអីមិនមករហូតដល់ទៅចាស់ជារាក្រំគ្រាឬនឹងត្រូវស្លាប់ទៅក្នុងពេលណាក៏មិនមានការកើតទុក្ខសោយសោកក្តុកក្តួលរំជើបរំជួលតាមផ្លូវចិត្តនឹងខ្លាំងពេកដែរចឹងកាត់បន្ថយជាលំដាប់ព្រោះអីព្រោះមិនបានពឹងពាក់ទ្រព្យសម្បត្តិកូនចៅឬជីវិតសង្ខារធម៌នេះឡើយព្រោះអីព្រោះបានជ្រាបហើយបានដឹងហើយទីពឹងប្រកបវិជ្ជាដែលអាត្មាអញបានអប់រំចម្រើនហើយនឹងដើរទៅតាមមាគ៌ានៃព្រះពុទ្ធសាសនានឹងទីកន្លែងដែលជាអមតៈឋានគឺព្រះនិព្វានដែលមិនមានតណ្ហាគឺអាត្មាអញបានអប់រំហើយបានចម្រើនហើយបានដល់ហើយយ៉ាងណាកណាគុណម្ចាស់ក៏បីបានជ្រាបចុះទៀតគឺថាបរមសុខគឺព្រះនិព្វានផុតចាកសង្ខារធម៌ទាំងពួងទៅជាទីពឹងអញ្ចឹងដូចជាព្រះផតិយៈដែលលោកឧទានថាសុខណាស់ណហ្នឹងគឺសុខដោយវិវេកធម៌របស់លោកហ្នឹងហើយលោកឃើញទោសចំពោះសេចក្តីសុខក្នុងកាមគុណនេះណោះហ្នឹងលោកឃើញទោសលោកធុញទ្រាន់លោកនឿយណាយហើយដល់មកសេចក្តីសុខក្នុងព្រះមច្ចរិយធម៌របស់លោកដូចជាសុខក្នុងផលសមាបត្តិដែលលោកបង្អោនចិត្តទៅកម្មព្រះនិព្វានជាអារម្មណ៍ជានិច្ចជាកាលប្រតិចាកសង្ខារមិនប្រកាន់មិនហួងហែងមិនខ្លោចសាមិនមួម៉ៅក្តៅកាហាយក្នុងសង្ខារធម៌ក្នុងសត្វក្នុងបុគ្គលក្នុងសម្ភារៈក្នុងវត្ថុនេះអញ្ចឹងបានលោកដឹងថាសុខណាស់ណសុខណាស់ណនេះគឺសុខអញ្ចឹងសុខដែលកន្លងផុតវិស័យនៃបុគ្គលដែលមិនមែនជាព្រះអរហន្តហ្នឹងដូចជាវត្ថុជនដែលមិនដឹងអំពីសេចក្តីសុខរបស់ព្រះសេខបុគ្គលយ៉ាងណាសូម្បីតែព្រះសេខបុគ្គលហ្នឹងក៏មិនដឹងអំពីសេចក្តីសុខរបស់ព្រះអរហន្តដូចជាព្រះផតិយៈនេះចឹងណាសកណាគុណម្ចាស់ញាតិញោមបងប្អូនទាំងអប់រំរឿយទាំងក្រោកឡើងក្តីថ្ងៃឡើងក្តីព្រឹកឡើងក្តីយ៉ាងណា
ងាយដើរមុននឹងចូលសឹងចូលសម្រានអីនឹងយ៉ាងណាអប់រំចិត្តឋានវិបស្សនាបង្អោនចិត្តចិញ្ចានៅសង្ខារធម៌ទៀតអត់មានសង្ខារធម៌ណាមួយដែលគួរឲ្យត្រេះរិះហើយហួងហែងដែលនឹងថាជារបស់យើងដើម្បីមានសេចក្តីសោកសេចក្តីសឹកស្រួលព្រោះហេតុតែហួងហែងសង្ខារធម៌នឹងទេសង្ខារធម៌នឹងទោះជាយ៉ាងណាកើតដោយហេតុបច្ច័យនឹងយ៉ាងម៉េចក៏ប្រកបជាធម្មតានៃសង្ខារប៉ុន្តែកណ្ដាលគុណម្ចាស់រលាស់ចោលនៃសង្ខារធម៌នឹងដែលជារបស់មិនមានទីពឹងមិនមានខ្លឹមសារនឹងសំបីសង្ខារធម៌នឹងជារូបធម៌ជាកាយក្តីជានាមធម៌ជាចិត្តវិញ្ញាណនឹងក្តីអត់មានអ្វីដើម្បីកណ្ដាលគុណម្ចាស់រីករាយត្រេកអរគួរនឹងប្រកាន់ថាជាយើងក្នុងសង្ខារធម៌នឹងទេនេះគឺជាមេគាដែលបង្អោនចិត្តចិញ្ចាអំពីសង្ខារធម៌ណាទៀតមានក្នុងព្រះពុទ្ធសាសនានេះនៅក្នុងសម័យតមកព្រះដ៏មានវភាព្រះអង្គទ្រង់បានស្ថាបនាតែងតាំងព្រះផតិយៈនេះឲ្យជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងមានត្រកូលពងខ្ពស់ក្នុងសាសនារបស់តថាគតនេះនឹងចឹងក្នុងថ្ងៃនេះខ្ញុំកណ្ដាលខ្ញុំបានក្នុងខ្សែអត្ថនឹងសម្ដែងបន្តទៅចំពោះព្រះផតិយៈមួយអង្គទៀតដែលមានព្រះនាមថាលក្ខណ្ឌកៈផតិយៈដែលជាឯកតកៈគឺកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងមានសម្លេងពីរោះទៀតជាគម្រប់7អង្គនឹងដែលលោកមាននាមថាផតិយៈដែរដោយសេចក្តីថាលោកមានសេចក្តីសុខលោកមានសេចក្តីចម្រើនក្នុងត្រកូលដ៏ពងខ្ពស់នៃក្រុងសាវត្ថីទៀតនឹងមួយអន្លើដោយសម្លេងពីរោះរបស់លោកផងដែរដែលមានឈ្មោះថាផតិយៈប៉ុន្តែត្រង់ដែលមានឈ្មោះមួយទៀតសក្ព្រមចារីហៅលោកជាប់នឹងឈ្មោះដែលមានសេចក្តីចម្រើនពីរោះទៅដោយសម្លេងជាដើមនឹងថាលក្ខណ្ឌកៈផតិយៈលក្ខណ្ឌកៈសរសេរលោកស្រអកណជាងដនឹងកប្រែថាមនុស្សទឿប្រែថាទឿមនុស្សក្រេះនឹងលក្ខណ្ឌកៈផតិយៈនឹងមានប្រវត្តិរឿងរ៉ាវយ៉ាងណាខ្ញុំកណ្ដាលសម្ដែងនឹងអារតនីយកមកប្រកាសសម្ដែងទៀតដោយរៀបរាប់សម័យកាលនៃព្រះសម្មាសម្ពុទ្ធបតមុត្តរៈនឹងដែលជាព្រះសម្មាសម្ពុទ្ធទ្រង់ព្យាករអេតតកៈច្រើនអង្គច្រើនអ្នកណាស់នឹងដើម្បីបានជាកម្ពូលលើសាវកសាវិការបស់ព្រះសមណគោតមបរមគ្រូនៃយើងគឺព្រះសម្មាសម្ពុទ្ធបតមុត្តរៈអង្គនឹងឃើញច្រើនពីព្រោះថារាប់ត្រឡប់អំពីផតកັບនឹងទៅមួយខ្សែមហាកັບទៀតក្នុងដំណើររៀបរាប់របស់ព្រះលក្ខណ្ឌកៈផតិយៈនឹងក្នុងសាសនាព្រះសម្មាសម្ពុទ្ធបតមុត្តរៈទៀតក៏មានអភិនិហាកសាងបារមីមកពេញចិត្តពេញអធិស្រ័យនឹងតំណែងដែលលើភិក្ខុទាំងឡាយផ្នែកខាងមានសម្លេងពីរោះនឹងគឺជាឧបនិស្ស័យដែលធ្លាប់បានបំពេញមកចូលចិត្តអញ្ចឹងអធិស្រ័យនឹងក៏ចំកន្លែងនឹងទោះជាព្រះអង្គស្ថាបនាភិក្ខុដទៃណាលើតំណែងអីមិនពេញបតីទេមិនពេញចិត្តទេប៉ុន្តែនៅក្នុងប្រវត្តិរឿងរ៉ាវនៃភិក្ខុដែលជាឯកតកៈនឹងចាប់ផ្ដើមមានសេចក្តីប្រាថ្នាសច្ចាធិដ្ឋាននឹងច្រើនតែជាអ្នកមានសម្បត្តិស្ដុកស្ដំទៀតដើម្បីប្រាថ្នានៅតំណែងដ៏ធំលើកលែងតែព្រះសម្មាសម្ពុទ្ធនឹងអញ្ចឹងគឺធំជាងភិក្ខុឬភិក្ខុនីអីទាំងឡាយហ្នឹងគឺមានសម្បត្តិច្រើនហើយធ្វើនៅមហាទានច្រើនតែ7ថ្ងៃដើម្បីបាននៅតំណែងហ្នឹងដោយសេចក្តីប្រាថ្នាព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបថាមិនមានអន្តរាយឡើយដោយសេចក្តីប្រាថ្នារបស់លោកជាថៃនឹងគាត់នឹងត្រូវបានតំណែងដែលជាភិក្ខុលើភិក្ខុទាំងឡាយផ្នែកខាងមានសម្លេងពីរោះក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធសមណគោតមទាំងចឹងក្នុងអត្តភាពនឹងគាត់បានធ្វើទានដោយរបស់ផ្អែមជាច្រើនមុខនឹងជាច្រើនយ៉ាងអញ្ចឹងទៅតាមអធិស្រ័យរបស់គាត់ដែលជាបរិកម្មជុំវិញជីវិត
ដើម្បីនឹងថាជាការប្រាថ្នានៅតំណែងឲ្យបានជាសម្លេងពីរោះលើបណ្ដាភិក្ខុទាំងឡាយហ្នឹងក្នុងការដែលគាត់អស់ជីវិតទៅក៏រមែងបាននៅសេចក្តីសុខដ៏ប្រសើរពងខ្ពស់នឹងក្នុងសុគតិភពដោយអំណាចការប្រឹងប្រែងបំពេញបុណ្យកុសលបន្ទាប់អំពីដែលបានដឹងថាតំណែងរបស់លោកត្រូវបានសម្រេចក៏ប្រឹងប្រែងបំពេញសេចក្តីល្អវាចាទុច្ចរិតតិចទីទាំងដោយកាយវាចាចិត្តមិនប្រព្រឹត្តសោះឡើយបំពេញតែអំពើល្អនឹងដើម្បីឲ្យសមនឹងតំណែងដ៏ពងខ្ពស់ដែលលោកត្រូវការប្រាថ្នាហើយនឹងត្រូវបានសម្រេចនោះរៀបរាប់មកព្រះលក្ខណ្ឌកផតិយៈនេះក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សីដោយសេចក្តីថាក្នុងកាលនោះព្រះអង្គទ្រង់ស្ដេចយាងទៅមួយអន្លើដោយភិក្ខុសង្ឃព្រះលក្ខណ្ឌកផតិយៈនេះក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សីអន្តរយកកំណើតកើតជាសត្វតាវៅនឹងទាំងរឿងនេះគឺជាការប្រព្រឹត្តទៅនៃវដ្តសង្សារមិនអាចដើម្បីថានៅជាមនុស្សឬជាទេវតារហូតប៉ុន្តែសត្វតាវៅគឺជាសត្វដែលគួរឲ្យជ្រះថ្លាទៀតមិនមែនតាវៅទូទៅទេតាវៅលក្ខណ្ឌកផតិយៈនេះគឺពេលនោះដែលបានទៅគំនៅផ្លែស្វាយទុំមួយមកតាមផ្លូវបំណងយកទៅចែកកូននៅឯសម្បុកស្រាប់តែជួបវគ្គនឹងព្រះសម្មាសម្ពុទ្ធវិបស្សីមួយអន្លើដោយភិក្ខុសង្ឃស្រាប់តែកើតចិត្តជ្រះថ្លាប្រាថ្នាចង់ប្រគេនចង់ថ្វាយនៅស្វាយទុំនឹងដល់ព្រះសម្មាសម្ពុទ្ធចឹងនឹកឃើញថាកូនចាំបាច់នឹងត្រូវស្វែងរកនៅចំណីតាមក្រោយប៉ុន្តែក្នុងពេលនេះគឺជាពេលឱកាសល្អណាស់តើវៅហ្នឹងចេះនឹកថាយើងធ្លាប់បានជួបដែរព្រះសម្មាសម្ពុទ្ធប៉ុន្តែមិនដែលមាននៅទេយវត្ថុអីដើម្បីប្រគេនដើម្បីថ្វាយសោះជួនកាលមានតែមិនដែលបានជួបព្រះឥឡូវបានជួបព្រះហើយមានទេយវត្ថុទៀតល្អណាស់ចេះគិតដល់ប៉ុណ្ណឹងទៀតពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបវិរៈចិត្តនៃសត្វតាវៅនោះថានឹងចង់ប្រគេនផ្លែស្វាយដល់ព្រះអង្គនឹងចឹងក៏ព្រះអង្គទ្រង់បែរប្រវរកាយទៅកាន់ភិក្ខុជាឧបថាឈ្មោះអសកថេរៈទៀតអសកថេរៈជាពុទ្ធឧបថាមានតំណែងដូចព្រះអានន្ទចឹងណាទៀតដូចព្រះអានន្ទចឹងនឹងក្នុងពុទ្ធឧបថាព្រះសម្មាសម្ពុទ្ធវិបស្សីគឺព្រះអសកថេរៈទ្រង់ជ្រាបព្រះពុទ្ធបំណងក៏បានប្រគេនបាតដល់ព្រះអង្គក្នុងកាលនោះព្រះអង្គក៏រកទីកន្លែងដើម្បីគង់ប្រថាប់សត្វតាវៅនឹងក៏បានយកស្វាយនឹងឯងមកទម្លាក់ដាក់ក្នុងបាតនៃព្រះសម្មាសម្ពុទ្ធព្រះអង្គមានព្រះពុទ្ធបំណងដើម្បីញ៉ាំងសេចក្តីជ្រះថ្លារបស់សត្វតាវៅនឹងឲ្យខ្លាំងក្លាទ្រង់ក៏ឆាន់នៅផ្លែស្វាយក្នុងទីនោះឯងព្រះសម្មាសម្ពុទ្ធទ្រង់សោយនៅផ្លែស្វាយនឹងរួចចឹងទៅដែលសត្វតាវៅនឹងមិនទៅណាឡើយនៅក្នុងទីមួយដែលសំគូបានឃើញព្រះដ៏មានឧបិទ្រង់សោយនៅផ្លែស្វាយស្រេចហើយសប្បាយរីករាយណាស់ក៏បានបន្លឺឡើងនៅសំឡេងជាសត្វតាវៅដែលមានសំឡេងពីរោះបំណងថ្វាយព្រះដ៏មានរូបភាពទៀតផងដោយអាស្រ័យសំឡេងរបស់ខ្លួនតាវៅឲ្យទៅលួចចឹងទៅជាសំឡេងដល់ពីរោះដូចជាដល់ព្រះរួចហើយក៏បានបង្អោនស្លាបទាំងគូរបស់ខ្លួននឹងមកខាងមុខដោយការថ្វាយបង្គំព្រះដ៏មានឧបភាពនិងព្រះភិក្ខុសង្ឃហើយទៅស្វែងរកចំណីឲ្យកូនតែប៉ុណ្ណោះខ្លួនឯង7ថ្ងៃអត់បរិភោគទៀតដោយបិតិសប្បាយចិត្តនឹងបានធ្វើបុណ្យជាមួយព្រះនឹងតែរឿងទំនុកម្រងកូនមិនលើកចោលទេប៉ុន្តែខ្លួនឯងនឹងសប្បាយរហូតនឹងដោយការអស់ជីវិតអំពីសត្វតាវៅនឹងទៅក៏ទៅកាន់សុគតិភពទេវលោកឋានតោសិតទៀតជាន់ទី4សត្វតាវៅនឹងចឹងក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកស
បៈទុសពលក្នុងការដែលព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅក្នុងការនោះលក្ខណ្ឌកៈផតយៈក៏មានកំណើតកើតជាមេជាងដ៏ធំដែលអ្នកនគរមានការស្ដាប់នៅឱវាទហើយនឹងជាការគោរពទៅដោយគុណធម៌ផ្សេងផ្សេងរបស់នឹងមេជាងនឹងទៀតផងនឹងនៅក្នុងការកសាងព្រះចែកដីដើម្បីតម្កល់ព្រះសិរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធកស្សបៈណាទៀតបំណងរបស់អ្នកនគរមិនមែនចង់កសាងកម្ពស់មួយយោជន៍ទេគិតកម្រងទៅថានឹងត្រូវកសាងកម្ពស់7យោជន៍ប៉ុន្តែមេជាងនឹងក៏មានការបន្ថយចុះមកថាយើងកសាងខ្ពស់ម្លឹងធំអញ្ចឹងយើងត្រូវគិតមើលអនាគតផងក្នុងការដែលយើងត្រូវគ្រប់គ្រងថែរក្សាអញ្ចឹងគាត់សម្រេចថាត្រូវកសាងនៅព្រះចែកដីនឹងឯងដោយខ្លោងទ្វារ4ក្នុងខ្លោងទ្វារ1ទៅកាន់ទិសបូរមានចម្ងាយ4គីឡូធ្វើដោយមាសនិងកែវទាំងឡាយផ្សេងៗទៀតទិសទសិនក៏4គីឡូទិសបច្ចិមខាងលិចហ្នឹងក៏4គីឡូខាងជើងក៏4គីឡូ4ដង16ទេណោះហ្នឹង1គីវុត4គីឡូទេហ្នឹងហើយកម្ពស់ក៏1យោជន៍ដែរដល់អញ្ចឹងទៅប្រចែកដីហ្នឹងក៏មានរាងជាមូលទេមានរាងមូលមិនខ្ពស់មិនស្រួចអីរាងទ្រវែងទៅលើអីទេព្រោះថាកម្ពស់ក៏ត្រឹម1យោជន៍ហើយរង្វង់មូលហ្នឹងក៏ប្រទៅ1យោជន៍អញ្ចឹងដែរហ្នឹងក្នុងការដែលសម្រេចទៅតាមមេជាងក៏បានកសាងប្រចែកដីនៃព្រះសម្មាសម្ពុទ្ធកស្សបៈទុសពលហ្នឹងកសាងហ្នឹងក៏សម្រេចតាមមេជាងហ្នឹងកម្ពស់ត្រឹមតែ1យោជន៍អញ្ចឹងទៅកសាងតែប៉ុណ្ណឹងរៀងស្ដួចពោះទៅលើតែបន្តិចទេតាមគម្រោងគិតដល់តែ7យោជន៍ឯណោះរួចនឹងហើយក្នុងការដែលគាត់បានជួយរៀបចំធ្វើនៅព្រះចែកដីដោយសេចក្តីជ្រះថ្លារបស់គាត់នឹងដែលជាមេជាងហ្នឹងក្រោយពីអស់ជីវិតទៅក៏បានទៅកម្មសុគតិភពបន្តទៀតដោយអំណាចក្តីជ្រះថ្លាក្នុងការកសាងព្រះចែកដីជួយដោយសេចក្តីសពគ្រប់ហ្នឹងកន្លងមកក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងគាត់ក៏បានបដិសន្ធិនៅក្នុងប្រគល់ដ៏ខ្ពង់ខ្ពស់នៅនាក្រុងសាវត្ថីទាំងនឹងសាវត្ថីហ្នឹងនៅផ្នែកខាងជើងនៃនគររាជក្រឹសខាងជើងនគររាជក្រឹសរួចទៅបាននគរវេសលីរួចទៅបានជាប់តទៅសាវត្ថីណាទាំងក្រុងសាវត្ថីហ្នឹងសប្តាហ៍វាអត់មានអីច្រើនទេមិនមានភូមិស្រុកអីទេនាំគ្នាទៅនៅទីកន្លែងដែលព្រះអង្គសម្ដែងមហាសតិប្បដ្ឋានសូត្រហៅថា New Delhi អានឹងទីក្រុងថ្មីណា Delhi ថ្មីទៅប្រព្រឹត្តនៅនោះកន្លែងសម្ដែងនៅសតិប្បដ្ឋានសូត្រនឹងនៅក្រុងសាវត្ថីដោយសេចក្តីថាមនុស្សសន្ធឹកសន្ធាប់ក៏ក្រឹកក្រែងសំបីវិមានប្រាសាទរបស់លោកអមណាតបិណ្ឌហ្នឹងគាត់7ជាន់ឥឡូវមានអីទាំងខ្ទេចអស់ក្រុងសាវត្ថីហ្នឹងចឹងនៅពេលដែលកើតមកហ្នឹងគាត់កើតមកទឿទៀតទឿហ្នឹងអត្តកថាប្រាប់ថាដោយអំណាចការដែលគាត់បង្អាក់គេក្នុងគំនិតកសាងប្រជែកដីនៃព្រះសម្មាសម្ពុទ្ធកស្សបៈទុសពលនឹងឯងដែលគេចង់ធ្វើកម្ពស់7យោជន៍គាត់ទាញឲ្យចុះមកនៅត្រឹមតែ1យោជន៍ម្ល៉េះហើយគិតទៅតាមទំហំនៃចែកដីវាត្រូវទឿហើយគំនិតរបស់គាត់ដែលចាត់ចែងឲ្យធ្វើយ៉ាងហ្នឹងវាត្រូវទឿមកគាត់ហ្នឹងហ្នឹងអញ្ចឹងទៅដល់ទៅទឿអញ្ចឹងទៅទឿអញ្ចឹងប៉ុន្តែមានសម្លេងពីរោះព្រោះហេតុតែបានថ្វាយនៅផ្លែស្វាយទុំដល់ព្រះសម្មាសម្ពុទ្ធមួយលើដោយការបូជានៅសម្លេងដ៏ពិរោះរបស់ខ្លួនក្នុងសត្វតវៅហ្នឹងអញ្ចឹងហើយនឹងបានធ្លាប់ថ្វាយប្រគេនគ្រឿងផ្អែមទាំងឡាយផ្សេងនៅ
ពេលដែលគាត់មានសេចក្តីជ្រះថ្លាក្នុងការស្ដាប់ប្រធัวរបស់ព្រះសម្មាសម្ពុទ្ធដែលស្ដេចយាងចូលទៅកាន់ក្រុងសាវត្ថីហ្នឹងក៏បានបព្វជិទៅបួសហើយក៏បានសម្រេចសោតាបត្តផលនៅវេលាថ្ងៃមួយនោះមានមហោស្រពក្នុងនគរទាំងស្ត្រីម្នាក់មានស្វាមីជិះរទេះទៅឃើញលោកទឿអញ្ចឹងក៏សើចហោះចេញក្មេងស្ញែងទៅលោកក៏បានឃើញក្មេងហ្នឹងកំពុងតែពិចារណានៅក្នុងអសុខកម្មដ្ឋានក៏បាននៅមូលកម្មដ្ឋានចម្រើនវិបស្សនាបានជាព្រះអនាគាមិបុគ្គលទៅដោយអាស្រ័យការដែលគេសោយរហ្នឹងអញ្ចឹងហើយដែលខ្វះឧបនិស្ស័យខឹងទៀតខឹងសោយចំអកអញខឹងហើយដល់លោកមានឧបនិស្ស័យក្នុងកុសលធម៌ទៅទោះជាគេសើចចំអកអីនឹងលោកទឿក៏អាចដើម្បីបានសម្រេចនៅគុណធម៌ដ៏ខ្ពង់ខ្ពស់ទៅជាព្រះអនាគាមិបុគ្គលថ្ងៃក្រោយមកព្រះធម្មសេនាបតីសិរីបុត្របានប្រទាននៅឱវាទដល់ព្រះលក្ខណ្ឌកផត្តយៈការដែលប្រទាននៅឱវាទមិនជាវែងឆ្ងាយព្រះថេរៈក៏បានអស់អាសវៈកិលេសក្នុងពេលនោះព្រះសិរីបុត្រមិនបានពិចារណាព្រោះមិនបាននឹកគិតអំពីការអស់អាសវៈកិលេសនៃព្រះលក្ខណ្ឌកផត្តយៈហ្នឹងក៏ចេះតែសម្ដែងនៅប្រធមបន្តទៅទៀតទៅនឹងបន្តទៅតើតែព្រះសម្មាសម្ពុទ្ធព្រះដ៏មានប្រភាព្រះអង្គមានព្រះឧទានដើម្បីសម្ដែងនេះដល់ព្រះសិរីបុត្រព្រះឧទានរបស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលដ៏ប្រសើរវិសេសដែលបានរួចផុតចាកអាសវៈកិលេសបានឆ្លងនៅអោខៈដែលមិនធ្លាប់បានឆ្លងរមែងមិនមានជាតិកំណើតកើតទៀតឡើយបុគ្គលដែលបានកាត់នៅវត្តដាក់ហើយរមែងបានដល់នៅព្រះនិព្វានដែលប្រសិជ្ជៈនៅតណ្ហាបុគ្គលដែលមានតណ្ហារីឈ្ងួតហួតហែងហើយមិនអាចហូរទៅបានដោយតណ្ហានោះឡើយហើយបុគ្គលដែលកាត់នៅវត្តដាក់ហើយវត្តដាក់នោះមិនប្រព្រឹត្តទៅឡើយនេះហើយគឺជាទីបំផុតទុក្ខព្រះអង្គមានព្រះពុទ្ធឧទានយ៉ាងហ្នឹងដែលសម្ដែងនេះដល់ព្រះសិរីបុត្របានជ្រាបថាព្រះលក្ខណ្ឌកផត្តយៈបានជាព្រះអរហន្តរួចផុតចាកអាសវៈការដែលបានដល់ព្រះនិព្វានទាំងដែលមិនមានតណ្ហាគឺត្រូវបានសម្រេចដោយអំណាចការដែលមានបញ្ញាមិនប្រកាន់ថានោះជារបស់យើងដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងដែលបុគ្គលបានរួចផុតវិសេសមិនប្រកាន់នៅភពតូចភពធំមិនប្រកាន់នៅចំណែកទាំងអស់ដែលជាសង្ខារធម៌ថានោះជារបស់យើងគឺមិនប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណថាជារបស់យើងថាជាយើងនោះនឹងដែលអាចដើម្បីបានដល់នៅព្រះនិព្វានដែលប្រសិជ្ជៈនៅតណ្ហាសំបីសេចក្តីនេះយ៉ាងណាភិក្ខុទាំងឡាយមិនបានដឹងព្រះលក្ខណ្ឌកផត្តយៈថាជាបុគ្គលអស់អាសវៈកិលេសទៀតដោយច្រើនគឺលោកនៅជាបឋិជនលោកតែងលួលេងនឹងព្រះថេរៈណាស់លោកខ្លះក៏បិចច្រមុះលោកទាញមកផ្លាច់ទៅទាញលកជាលោកលេងទៅលោកខ្លះចាប់ដៃចាប់ជើងទៅព្រោះរាងរបស់លោកមូលដូចបាល់ចឹងទៅត្រូវនឹងខ្នងគោបន្តិចផងចឹងទៅវាប៉ោងកដាលទៅខ្លីលើមើលទៅមូលដូចបាល់លោកខ្លាំងដែលនៅក្នុងវិស័យជាអ្នកលេងចាប់លោករុញលេងដែលមានតុកដូចបាល់ចឹងអញ្ចឹងដោយអាស្រ័យបតិករុណារបស់ព្រះដ៏មានព្រះភិក្ខបានព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីព្រះលក្ខណ្ឌកផត្តយៈនេះឯងឲ្យភិក្ខុទាំងឡាយសាមណេរទាំងឡាយជាក់ច្បាស់ថាជាអ្នកអស់អាសវៈកិលេសដោយសេចក្តីថាសមាបត្តិឯណានេះមួយដែលលក្ខណ្ឌកផត្តយៈនេះមិនធ្លាប់ចូលនោះសមាបត្តិនឹងមិនងាយរកឡើយដោយសេចក្តីថាខ្លាំងក្លាអង្អាចណាស់ទៀតដើម្បីនឹងចូលសមាបត្តិបានគ្រប់ទាំងអស់នឹងមិនថារូបសមាបត្តិអរូបសមាបត្តិឬក៏និរោធសមាបត្តិនិងផលសមាបត្តិយ៉ាងណាគឺមិនមានសមាបត្តិឯណាដែលលោកមិនធ្លាប់ចូលឡើយហ្នឹងលោកនឹងពិតមែនតែគួរអញ្ចឹងហើយព្រះវាចារបស់លោកដែលជាធម្មកថា
សម្ដែងប្រធัวនឹងយ៉ាងណាការសម្ដែងប្រធัวរបស់លោកតាំងពីមិនទាន់អស់អាសវៈកិលេសទៀតមានសម្លេងពីរោះណាឧបនិស្ស័យរបស់លោកក្នុងការកសាងនៅសម្លេងពីរោះនឹងគឺសម្ដែងប្រធัวដោយសម្លេងពីរោះនឹងចាំបានជាឧបនិស្ស័យបុព្វចរិយាដែលលោកប្រព្រឹត្តអំពីដើមមកនឹងការដែលតាំងសេចក្តីប្រាថ្នាដើម្បីឲ្យបានជាតំណែងលើវិខទាំងឡាយផ្នែកខាងមានសម្លេងជារោះនឹងបានសម្រេចដល់ទីបំផុតនៅនាវត្តចេតពុនព្រះដ៏មានភាពទ្រង់ស្ថាបនាព្រះថេរៈលក្ខណ្ឌកផតិយៈនេះឲ្យជាកម្ពូលលើវិខទាំងឡាយផ្នែកខាងមានសម្លេងពីរោះក្នុងសាសនារបស់យើងតថាគតនេះហ្នឹងចឹងទាំងកណាគុណម្ចាស់ញាតិញោមបងប្អូនស្រីប្រុសទាំងអស់ទៀតនៅប្រវត្តិរឿងរ៉ាវរបស់លក្ខណ្ឌកផតិយៈមាននៅក្នុងគម្ពីរអបទានក៏មាននៅក្នុងឯកតកៈបល័យអង្គត្រៈឯកាយក៏មានហើយនៅក្នុងគម្ពីរឧទ្ទានក៏មានច្រើនណាស់នឹងគឺព្រះដ៏មានភាពទ្រង់ត្រាស់សរសើរព្រះលក្ខណ្ឌកផតិយៈដោយប្រការផ្សេងនឹងចឹងដែលសរសើរជាព្រះអរហន្តមានអវយវៈមិនមានទោសជាដើមអីហ្នឹងគឺប្រុបទៅលើលក្ខណ្ឌកផតិយៈនឹងឯងខ្ញុំកណាខ្ញុំបានអារតនីយកមកប្រកាសសម្ដែងដើម្បីបញ្ជាក់នៃសេចក្តីសង្សារវដ្តដែលព្រឹត្តទៅតាមអំណាចហេតុបច្ច័យចឹងកណាគុណចាស់ញាតិញោមបងប្អូនអាចសម្ដីអប់រំសតិប្បដ្ឋានវិបស្សនាបង្អោនចិត្តចិញ្ចាអំពីសង្ខារធัวទាំងឡាយទាំងពួងដែលមិនទៀងជាទុក្ខនិងជាអនត្តាដើម្បីបរមសុខផ្សេងផ្សារួចផុតចាកទុក្ខទាំងពួងទៀតសូមអនុមោទនា